ឥឡូវនំល្ងញញឹមរបស់ខ្ញុំឆ្អិនរួចរាល់ហើយពុកម៉ែបងប្អូនឈ្ងុយល្ងឈ្ងុយមែនតែនហើយឆ្ងាញ់ណាស់ហើយវីដេអូរបស់ខ្ញុំនេះគឺខ្ញុំធ្វើបានជោគជ័យស្អាតមែនតែនតែម្ដងណាបងប្អូនឃើញទេនេះឡើងស្រស់ស្រាយតែម្ដងនំល្ងញញឹមនេះដោយសារវាយើងចំអិនទៅវាឡើងរីកនេះឡើងរីកញញឹមចេះដូចផ្កាអញ្ចឹងណាតោះបងប្អូនចង់ដឹងថានាងខ្ញុំប្រើគ្រឿងផ្សំអីខ្លះប្រើរូបមន្តយ៉ាងម៉េចបានធ្វើបានជោគជ័យបងប្អូនកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ណាហើយកុំភ្លេចជួយ share ចែករំលែកទាំងអស់គ្នាហើយអ្វីដែលនាងខ្ញុំសូមគឺជួយ subscribe នាងខ្ញុំម្នាក់មួយបើមានមតិយោបល់អាច comment នៅក្រោមវីដេអូនាងខ្ញុំបានតោះយើងចាប់ផ្ដើមធ្វើទៅជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញនំមួយមុខទៀតណានំនេះគឺបងប្អូនណាក៏ស្គាល់ដែរទាំងក្មេងទាំងចាស់ខ្ញុំជឿអញ្ចឹងពួកអីវាស្រួលរកទិញស្រួលរកមែនតែនគឺជាពិសេសតែម្ដុំលក់នំចាក់ខ្វាយនំអីគឺមានណានេះគឺហៅថាប្រភេទនំល្ងញញឹមឥឡូវយើងចាប់ដើមលាយម្សៅនេះគឺខ្ញុំប្រើប្រភេទម្សៅមីម្សៅនេះមីនេះមានទម្ងន់150ក្រាមខ្ញុំចាក់ចូលកន្លែងនេះត្រង់សម្រាប់រែងម្សៅបន្ទាប់មកខ្ញុំដួសម្សៅឆានេះដាក់មួយស្ព្រាបាយអូសំទោសបងប្អូនមិនមែនម្សៅឆាគឺម្សៅពោតមួយស្ព្រាបាយម្សៅពោតមួយស្ព្រាបាយហ្នឹងគឺយើងដាក់ទៅដើម្បីឲ្យនំរបស់យើងស្រួយឆ្ងាញ់បានល្អបន្ទាប់មកខ្ញុំដាក់ baking powder នេះខ្ញុំដាក់មួយស្ព្រាកាហ្វេ baking powder នេះយើងដាក់ដើម្បីឲ្យនំនឹងឡើងបានល្អណាយើងប្រើនំប្រភេទនំនេះយើងអត់ប្រើ baking powder ក៏បានដែរប៉ុន្តែក៏វាថាវាអត់សូវឡើងអត់សូវរីកល្អអញ្ចឹងណាអញ្ចឹងយើងចាប់ផ្ដើមរែងមកម្សៅនេះឲ្យវាម៉ត់ល្អខ្ញុំមកលាយល្បាយទឹកវិញខ្ញុំគោះពងទាមួយគ្រាប់ដាក់ចូលចានបងប្អូនប្រើពងមាន់ក៏បានដែរណាដោយសារថ្ងៃនេះខ្ញុំភ្លេចទិញពងមាន់មកអញ្ចឹងខ្ញុំប្រើពងទាអំបិលខ្ញុំដាក់មួយចឹបមកបន្ទាប់មកស្ករសខ្ញុំប្រើ5ស្ព្រាបាយបងប្អូនប្រើ4ស្ព្រាបាយក៏បានដែរបើសិនជាបងប្អូនអត់ចង់ផ្អែមប៉ុន្តែប៉ុណ្ណេះគឺល្មមអត់ផ្អែមខ្លាំងទេ5ស្ព្រាបាយខ្ញុំកូរល្បាយហ្នឹងឲ្យបែកសព្វចូលគ្នាទៅកូរមកល្មមបានហើយមិនឲ្យតែវាម៉ត់ពេកទេបន្ទាប់មកទៀតយើងចាក់ទឹកពងទាហ្នឹងចូលម្សៅហើយយើងកូរវាទៅណាយើងប្រើចង្កឹះក៏បានកូរវាតែដោយសារឧបករណ៍វាពងទារបស់ខ្ញុំនេះមានហើយខ្ញុំខ្ជិលប្រើផ្សេងមកយើងប្រើអញ្ចឹងណាយើងចាក់វាហើយយើងកូរវាសិនបើយើងចាក់ឈូសហើយយើងយកដៃទៅច្បាច់ម្សៅហ្នឹងវានឹងស្អិតចូលដៃយើងខ្លាំងណាតែបើយើងធ្វើអញ្ចេះវាអត់សូវស្អិតទេនេះតែពេលវាចូលគ្នាអញ្ចឹងហើយបងប្អូនអាចប្រើដៃលាងដៃឲ្យស្អាតច្បាច់ម្សៅហ្នឹងទៅហើយបើសិនជាបងប្អូនប្រើពងទាឬពងមាន់ដែលតូចគ្រាប់តូចមិនខ្ញុំគ្រាប់ធំណាបងប្អូនអាចបន្ថែមទឹកកន្លះស្ព្រាបាយចូលទៅណាបើសិនជាម្សៅហ្នឹងវារឹងណាតែបើសិនជាម្សៅហ្នឹងវាទន់ល្មមហើយបងប្អូនមិនលាយទេពួកអីធម្មតាពងទាវាមានតូចមានធំទី1ទី2ម្សៅចុងការវាទិញម៉ាក់ខុសគ្នាអញ្ចឹងវាទន់រឹងខុសគ្នាបន្តិចជ្រៀកគ្នាបន្តិចអញ្ចឹងណាមើលតាមភាពជាក់ស្ដែងយើងច្បាច់ម្សៅនឹងឲ្យវាសព្វចូលគ្នាល្អសិនទៅនេះយើងច្បល់ម្សៅចូលមួយពងទារបស់យើងសព្វហើយកន្លែងនេះយើងបន្ថែមប្រេងឆារបស់យើងហ្នឹងណា2ស្ព្រាបាយមកហើយយើងចាប់ដើមច្បល់ប្រេងឆាហ្នឹងជាមួយម្សៅហ្នឹងទៀតណានេះយើងច្បាច់ប្រេងឆាមួយម្សៅហ្នឹងណាឲ្យចូលគ្នាសព្វអញ្ចឹងម្សៅពេលយើងច្បាច់ដំបូងគឺវារៀងតឹងដៃបន្តិចណាតែតែពេលមកនេះយើងច្បាច់វាចូលឲ្យសព្វទៅម្សៅយើងចាប់ដើមរៀងទន់ជាងមុនទី1ទី2នេះតែពេលយើងម្សៅយើងសព្វចូលជាមួយនឹងប្រេងឆាហើយ
យើងប្រមូលផ្ដុំម្សៅនឹងchơiជាម្ដុំហើយយើងឲ្យម្សៅនឹងសម្រាប់រយៈពេលកន្លះម៉ោង30នាទីគ្របវាទុកសិនទៅកុំឲ្យម្សៅស្ងួតកន្លះម៉ោងក្រោយចាំយើងមកធ្វើម្សៅទៀតតោះឥឡូវ30នាទីក្រោយមកណានេះយើងបើកមើលម្សៅរបស់យើងហើយយើងឆ្លីម្សៅនឹងឲ្យ1នាទីអីចឹងទៅញីឲ្យវាសប់ភាសាទៅណាអត់មានញីឲ្យវាឡើងអីទេយើងគ្រាន់ញីឲ្យវាសប់ចូលគ្នាល្អនេះឃើញទេញីសប់ហើយខ្ញុំយកម្សៅហ្នឹងទៅបំបែកជាដុំតូចបងប្អូនចង់បំបែកចេញប្រហែលដុំក៏បានដែរស៊ីសងលើបងប្អូនចង់បានណាខ្ញុំបំបែកថ្ងៃនេះខ្ញុំបំបែកចេញជា10 20នំចុះខ្ញុំកាត់មួយកណាត់10នំញ៉េកាត់វាមកបងប្អូនអាចថ្លឹងក៏បានដែរណាថ្លឹងវាអាចស្មើគ្នាតែនេះយើងធ្វើទូចដែរហើយយើងលុញវាឲ្យស្មើនេះមកណាឲ្យទៅជាមូមកណាក្រោយពីខ្ញុំលុញម្សៅនឹងហើយជា20ចំណែកប៉ិនគ្នាមកខ្ញុំយកទឹកស្អាតមួយមកខ្ញុំជ្រលក់ម្សៅនឹងហើយដើម្បីយើងជ្រលក់ល្ងការជ្រលក់បែបហ្នឹងគឺវាធ្វើឲ្យល្ងរបស់យើងហ្នឹងជាប់បានច្រើនណាតែអញ្ចឹងទេល្ងហ្នឹងបើយើងជ្រលក់យើងប្រឡាក់ល្ងហ្នឹងអត់បានជ្រលក់ទឹកនៅម្សៅហ្នឹងគឺអត់មានជាប់ល្ងច្រើនទេវាជាប់តិចមែនតើហើយជៀនទៅជ្រុះច្រើនទៀតយើងធ្វើបែបនេះណានេះឃើញទេយើងដាក់ប្រឡាក់ជាមួយនឹងល្ងហ្នឹងហើយយើងច្បាច់វាដើម្បីឲ្យល្ងហ្នឹងនិងម្សៅហ្នឹងខាំជាប់គ្នាល្អញ៉េយើងទុកម្លែកសិនមកយើងធ្វើអញ្ចឹងរហូតតអស់ណាពេលដែលយើងប្រឡាក់ល្ងហើយណាយើងត្រូវយកនំល្ងម្សៅហ្នឹងមកពុះវាចេញជា4ចេះឃើញទេពុះដើម្បីឲ្យពេលយើងបំពងទៅវារីកតែបើបងប្អូនអត់ពុះនំហ្នឹងវារីកដូចគ្នាវាប្រេះដូចគ្នាប៉ុន្តែវាអត់ប្រេះចេញរូបរាងដូចគ្នាហើយស្អាតទេប្រេះទៅតាមធម្មជាតិដែលថាចង់ប្រេះកន្លែងណាគឺស្រេចតែលើនំហ្នឹងអញ្ចឹងណាឥឡូវយើងពុះអញ្ចឹងមកនេះឃើញទេពុះវាចេញជា4មកតមកយើងដាក់ប្រេងឆាកន្លះខ្ទះមកយើងបើកភ្លើងដាក់ប្រេងឆានឹងឲ្យក្តៅល្អហើយខ្ញុំចាប់ដើមដាក់នំនឹងឡើងបំពងពេលខ្ទះក្តៅខ្លាំងហើយយើងបន្ថយភ្លើងនឹងឲ្យទៅជាពាក់កណ្ដាលវិញសិនណាអត់ប្រើក្តៅរហូតទេរៀងខ្សោយល្មមណាគឺយើងអត់អាចធ្វើវាភ្លើងក្តៅរហូតទេណាអញ្ចឹងវាខ្លោចល្ងខ្លោចអីអស់នំយើងអត់តាន់ឆ្អិនដល់ក្នុងណាមិញខ្ញុំបង្ហាញឲ្យបងប្អូនឃើញគឺខ្ញុំប្រើកត្រៃការប្រើកត្រៃនេះគឺវាស្រួលជាងប្រើកបិនវាឆឹបទៅតែម្ដងវាស្រួលវារីកល្អអញ្ចឹងណាបងប្អូនហើយបើបងប្អូនចង់ឲ្យនំញញឹមហ្នឹងវាញញឹមរីកជ្រៅល្អបងប្អូនកាត់វាឲ្យធំឲ្យជ្រៅទៅវានឹងបានផ្ការីកជ្រៅអញ្ចឹងបើបងប្អូនកាត់វាតិចទេវានឹងរីកតិចណាវាអត់សូវជ្រៅល្អទេញ៉េហើយយើងដាក់ភ្លើងតិចអាសឹងមកហើយយើងអាសាប្រែវាកូរវាដើម្បីឲ្យវាឆ្អិនសប់ណាញ៉េ
ឥឡូវនំល្ងញញឹមរបស់ខ្ញុំáគឺធ្វើបានស្អាតមែនទែននំល្ងញញឹមហ្នឹងហេតុអីមកគេហៅថានំល្ងញញឹមដោយសារពេលដែលយើងចម្អិនវាហើយនំនឹងវារីកឡើងញញឹមស្គូស្គីអីអញ្ចឹងណាកន្លែងណាក៏នេះគេនេះយើងកាត់ឲ្យវារីកតែបើសិនជាយើងអត់កាត់វារីកទេវារីកគ្រប់កន្លែងហើយរីកអត់បានផ្កា4អញ្ចឹងទេវារីក2ឬក៏3តាមគេទៅតាមធម្មជាតិរបស់វាអញ្ចឹងណាចាឥឡូវវីដេអូនៃការធ្វើនំល្កញញឹមរបស់ខ្ញុំបានដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនទាំងអស់គ្នាឆ្ងាញ់ណាស់ហើយឈ្ងុយហើយឡើងស្រួយតែម្ដងឥឡូវអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំចាំជួបគ្នានៅវីដេអូថ្មីៗទៀតណាពុកម៉ែបងប្អូន